បាទថ្ងៃនេះចេញ vlog ខុសពីរដងជិះតែម៉ូតូឥឡូវថ្ងៃនេះជូនមេស្រីមកកំពង់សោមញ៉ាំគ្រឿងសមុទ្រម្ដងហើយគាត់ចង់ទៅប្រោនថ្មីហ្នឹងចង់ទៅថតរូបហើយមើលទេសភាពផងដែរហើយខ្ញុំអត់ដែរទៅប្រោនថ្មីហ្នឹងដែរអញ្ចឹងយើងទៅមើលអស់គ្នាថាប្រោនថ្មីហ្នឹងគេដេកបែបម៉េចហើយទេសភាពបែបម៉េចខ្លះកន្លែងនេះខ្ញុំឃើញមាត់ឆ្នេរអញ្ចឹងខ្ញុំស្មានតែបោះប្រោនដែរក៏ពិតបោះឆ្នេរគេផ្សេងសោះ បាទពេលទៅដល់គឺចង់និយាយថាមនុស្សច្រើនមែនទែនគួយចាំកាហ្វេហ្នឹងយូរដែរណាចង់កន្លះម៉ោងចូលទៅដល់ក្នុងទឹកជាហើយទេសភាពគឺស្អាតនៅខាងមុខតែវាអត់ដូចនៅប្រោនចាស់នៅឆ្នេរអូត្រេសទេវាអត់មានកន្លែងឈើថាដើរទៅខាងទឹកដើម្បីថតរូបថតអីហ្នឹងវាអត់មានទេជាងវាមានតែប្រោនហ្នឹងមានតែម៉ាគីហ្នឹងពេលអញ្ចឹងខ្ញុំគិតថាវាចាញ់ប្រោននៅអូត្រេសហ្នឹងហើយប្រោនថ្មីនេះគឺមានទីតាំងនៅឆ្នេរឯករាជ្យបើកន្លែងនេះដៃគូដៃកង់គេស្វិតស្វាញណាដើម្បីរកកន្លែងថតរូបស្អាតសុខចិត្តដើរលើថ្មរោបអីទឹកអស់ហើយឥឡូវយើងចតឡានហ្នឹងគេកាប់ត្រីបាទនេះមួយគុណពីរគុណ4គុណបាទគឺសូមខ្លាចហើយ iPhone 17 Pro Max ហ្នឹងកាមេរ៉ាគឺច្បាស់ខ្លាំងមែនតើដាក់8កូនហ្នឹងនៅច្បាស់ចែបាទ vlog យើងមានតែប៉ុណ្ណឹងតិចបែបសាបតែមានគុណភាពពេលតនេរីរ៉េខ្លះក៏ល្អសម្រាប់គូក្បាលយើង